សួស្តីស្វាគមន៍មកយប់ទី9យប់នេះយើងនឹងនិយាយពីព្រះមួយព្រះដែលមិនគួរត្រូវបានហៅខ្ញុំត្រឡប់មកភូមិចំការត្រពាងឈើទាលស្រុកសន្ទុកព្រៃខេត្តកំពង់ធំនៅថ្ងៃដែលពន្លឺថ្ងៃហាក់ដូចជាខ្សោយជាងមុនផ្លូវដីក្រហមលាតសន្ធឹងឆ្លងកាត់វាលស្រែទឹកនៅសាលត្រឹមជើងស្រូវហើយព្រែកតូចនៅជាយភូមិហូរយឺតដូចដង្ហើមមនុស្សចាស់ដែលមិនចង់លឿនទៀតភូមិនេះចាស់ណាស់មនុស្សនៅទីនេះរស់នៅជាមួយអ្វីដែលពួកគេមិនសួររឿងច្រើនត្រូវបានទទួលដោយទទួលភ្លៀងនិងប្រាំងខ្ញុំត្រឡប់មកថែម្ដាយឪពុកខ្ញុំស្លាប់ហើយពីងនោះមិនធ្វើឲ្យភូមិភ្ញាក់ផ្អើលឡើយមនុស្សភូមិនិយាយវាដូចនិយាយពីថ្ងៃផ្ដួលរដូវមានអ្នកចាស់ម្នាក់កាន់ដៃខ្ញុំហើយនិយាយថាគាត់ទៅតាមវេនហើយគ្រាននរណាពន្យល់បន្ថែមពិធីសពបានរៀបចំត្រឹមត្រូវព្រះសង្ឃច្រៀងសូត្រទាំងព្រឹកទាំងល្ងាចសំឡេងធ្ងន់និងស្មើដោយសូត្រដែលធ្លាប់ច្រៀងមកហើយរាប់ចំនួនមនុស្សភូមិគិនអង្គដាំបាយចែកអាហារហើយនិយាយពីឪពុកខ្ញុំដោយការគោរពស្ងាត់ស្ងាត់គេនិយាយថាឪពុកខ្ញុំជាមនុស្សដែលដឹងរឿងគេនិយាយថាគាត់មិនធ្លាប់គេចវេនគេនិយាយថាគាត់យល់ថាហេតុអីភូមិនេះនៅរស់រានមានជីវិតមកដល់ថ្ងៃនេះកាលខ្ញុំនៅក្មេងឪពុកធ្លាប់នាំខ្ញុំទៅជាយព្រៃខាងលិចដែលមានទីតាំងមួយមិនមានឈ្មោះច្បាស់មនុស្សភូមិមិនហៅវាថាវត្តមិនហៅវាថាប្រាសាទគេគ្រាន់តែហៅថាកន្លែងនោះនៅទីនោះមានដើមឈើចាស់មួយដើមធំឬរបស់វាចាក់ចូលដីដោយដៃអ្វីមួយកំពុងចាប់អ្វីមួយនៅក្រោមឪពុកមិនដែលនិយាយថាវាជាព្រះអង្គណាគាត់គ្រាន់តែប្រាប់ថាវាប្រការភូមិតាមរឿងដែលគេចែកគ្នាពីមាត់ទៅមាត់ព្រះអង្គនោះមិនមែនជាព្រះអង្គល្អឬអាក្រក់ទេវាគ្រាន់តែជាអ្វីមួយចាស់ជាងភូមិចាស់ជាងព្រៃវាធ្វើឲ្យទឹកមិនលិចវាលស្រែធ្វើឲ្យជំងឺមិនរាលដាលធ្វើឲ្យព្រៃមិនលែបផ្ទះមនុស្សប៉ុន្តែវាមិនធ្វើអ្វីដោយឥតតម្លៃឡើយរៀងរាល់5ឆ្នាំម្ដងភូមិត្រូវបញ្ជូនមនុស្សម្នាក់មិនមែនជាការសម្លាប់សាធារណៈមិនមែនជាពិធីដែលគេនិយាយចំហគេហៅវាថាការទៅជំនួសគេហៅវាថាការបំពេញវេនពេលខ្ញុំធំឡើងខ្ញុំឈប់សួរដោយមនុស្សភូមិភាគច្រើនខ្ញុំរៀនរួមនៅជាមួយការមិនសួរឪពុកខ្ញុំគឺជាវេនចុងក្រោយម្ដាយខ្ញុំអង្គុយនៅជ្រុងផ្ទះលើកៅអីឈើចាស់ជើងមួយរបស់គាត់ខ្សោយចាប់ពីការជំងឺមួយកាលពីឆ្នាំមុនគាត់ដៃយឺតមិនអាចឈរយូរនិងមិនអាចទៅឆ្ងាយពេលពិធីកាត់គាត់តែងតែស្នាក់នៅខាងក្រោយមានពេលវេលាមួយក្នុងពិធីដែលគេមិនហៅឈ្មោះច្បាស់ពេលនោះមនុស្សដែលនៅរស់ត្រូវធ្វើការទទួលស្គាល់ថាវេនបានបញ្ចប់ហើយម្ដាយខ្ញុំមិននៅទីនោះមិនមែនដោយការបដិសេធខ្លាំងឡើយព្រោះរាងកាយគាត់មិនអនុញ្ញាតខ្ញុំឈរនៅកន្លែងដែលគេរំពឹងថាខ្ញុំនឹងឈរភ្នែកមនុស្សចាស់មើលមកខ្ញុំដោយការទន្ទឹងរង់ចាំដែលមិនមានសំឡេងពួកគេចង់ឮពាក្យមួយមិនមែនពាក្យសោកស្ដាយទេប៉ុន្តែពាក្យទទួលស្គាល់ថាឪពុកខ្ញុំបានបំពេញរួចខ្ញុំមើលទៅម្ដាយគាត់អង្គុយស្ងៀមដៃកាន់ឈើចក្រាក់ភ្នែកមើលទៅលើដីខ្ញុំដឹងថាបើគាត់អាចនិយាយបានក៏គាត់នឹងស្ងៀមដូចខ្ញុំដែរខ្ញុំបាននិយាយថាការនេះគឺការសម្លាប់មិនមែនការបំពេញវេនមិនមែនការប្រកាសតែជាការយកជីវិតមនុស្សម្នាក់ដើម្បីបំបីអ្វីមួយដែលមិនគួរតែមានសំឡេងខ្ញុំស្ងាត់ភូមិក៏ស្ងាត់ដែរគ្មាននរណាបង្ខំខ្ញុំពិធីបន្តទៅមុខដោយទឹកដែលមិនត្រឡប់វិញមនុស្សនិយាយថាអ្វីរួចហើយត្រឡប់ទៅផ្ទះយប់នោះខ្ញុំគេងដោយអារម្មណ៍ថាអ្វីដែលគេគិតថាត្រូវបានបិទពិតប្រាកដហើយមិនទាន់បានទទួលស្គាល់បន្ទាប់ពីពិធីសពឆ្លងកាត់ទៅ3ថ្ងៃភូមិចំការត្រពាងឈើទាលនៅតែស្ងប់ជាងធម្មតាស្ងប់ដូចអ្វីមួយកំពុងស្ដាប់ពេលព្រឹកខ្ញុំចេញទៅយកទឹកពីព្រែកជាមួយម្ដាយគាត់ដើរយឺតពឹងឈើឆ្កាងខ្ញុំដើរនៅជិតមិនមែនដើម្បីជួយទេតែដើម្បីប្រកាសថាគាត់មិនដួល
ទឹកនៅព្រែកថ្លាជាងធម្មតាប៉ុន្តែมันមានសត្វតូចហាលនៅក្នុងទេកាលពីមុនខ្ញុំចាំថានៅពេលព្រឹកញាក់តែងឃើញត្រីតូចឬកង្កែបលោតពីច្រាំងថ្ងៃនេះគ្មានអ្វីម្ដាយមើលទៅទឹកយូរជាងធម្មតាហើយនិយាយថាទឹកមិនចលនាសំឡេងគាត់ស្ងប់តែមានអ្វីមួយនៅក្រោមពាក្យនោះដែលខ្ញុំមិនអាចបញ្យល់បានថ្ងៃនោះនៅចុងភូមិមានគោមួយត្រូវគេរកឃើញស្លាប់នៅជាវែមនុស្សភូមិទៅមើលហើយត្រឡប់មកវិញដោយមុខស្ងប់គេនិយាយថាគោត្រូវបានអ្វីមួយវាយប៉ុន្តែមិនមែនសត្វធម្មតាដីជុំវិញមានស្នាមជើងជ្រៅដូចជារបស់មានទម្ងន់ខ្លាំងស្នាមនោះមិនដូចសត្វណាដែលគេធ្លាប់ឃើញម្នាក់ចាស់ម្នាក់និយាយថាប្រហែលជាសត្វព្រៃចុះមកប៉ុន្តែគ្មាននរណាសួរថាព្រៃណាថ្ងៃបន្ទាប់មានសត្វជ្រូកមួយទៀតស្លាប់នៅជិតផ្ទះមនុស្សរបងរស័យត្រូវបានបំបែកដូចមានអ្វីមួយរុញពីខាងក្រៅចូលមកគ្មានសំឡេងឮនៅយប់នោះគ្មាននរណាឮអ្វីទេពេលព្រឹកគេគ្រាន់តែឃើញលទ្ធផលភូមិចាប់ផ្ដើមនិយាយតិចមនុស្សមិនអង្គុយជជែកយូរដូចមុនពេលល្ងាចគេបិទផ្ទះលឿនជាងធម្មតាឆ្កែភូមិដែលធ្លាប់ស្រែកពេញយប់ពេលនេះស្ងៀមមានពេលខ្លះខ្ញុំឮវាស្រែកម្ដងឬពីរដងហើយបន្ទាប់មកស្ងៀមភ្លាមដូចអ្វីមួយធ្វើឲ្យវាឈប់យប់មួយខ្ញុំភ្ញាក់ពីដំណេកដោយសំឡេងអ្វីមួយកោសលាដីក្រោមផ្ទះសំឡេងមិនលឿនមិនប្រញាប់វាដាវយឺតដូចអ្នកដែលដឹងថាគ្មាននរណាអាចរត់កេះបានខ្ញុំឈប់ដកដង្ហើមស្ដាប់ម្ដាយនៅលើគ្រែចាប់ជញ្ជាំងស្ងប់ខ្ញុំមិនដឹងថាគាត់ភ្ញាក់ឬអត់ពេលសំឡេងនោះបាត់ខ្ញុំមិនចេញទៅមើលទេមានអ្វីមួយក្នុងខ្ញុំប្រាប់ថាការមើលមិនមែនជារឿងដែលត្រូវធ្វើព្រឹកឡើងមានផ្ទះមួយនៅជាវែខូតជញ្ជាំងឈើបាក់ដូចមានអ្វីមួយដាក់ដៃធំរុញពីខាងក្រៅមនុស្សក្នុងផ្ទះនោះមិនស្លាប់ទេប៉ុន្តែគាត់និយាយថានៅយប់គាត់ឮបន្ហើមនៅក្រៅជញ្ជាំងដង្ហើមធ្ងន់ហើយយឺតដូចសត្វធំដែលមិនត្រូវប្រញាប់អ្នកចាស់ចាប់ដើមជួបគ្នានៅវត្តគេមិនហៅក្មេងៗមិនហៅខ្ញុំពេលខ្ញុំដើរកាត់ខ្ញុំឮតែសំឡេងខ្សឹកព្យានិងពាក្យដែលខ្ញុំធ្លាប់ឮកាលនៅក្មេងពាក្យដែលគេមិននិយាយចំវាមិនទាន់ស្ងប់វេនមិនទាន់បិទពេលខ្ញុំត្រឡប់មកផ្ទះម្ដាយអង្គុយស្ងៀមមើលទៅខាងលិចដែលព្រៃនៅជិតបំផុតខ្ញុំសួរគាត់ថាតើគាត់ចង់ឲ្យខ្ញុំធ្វើអ្វីគាត់មិនឆ្លើយភ្លាមទេបន្ទាប់មកគាត់និយាយថាអ្វីដែលគេធ្វើមិនមែនការពារទេពាក្យនោះធ្វើឲ្យខ្ញុំដឹងថាគាត់ដឹងច្រើនជាងដែលគាត់ធ្លាប់និយាយយប់ទី5បន្ទាប់ពីពិធីសពមានមនុស្សស្លាប់មិនមែនសត្វទៀតទេជនរងគ្រោះគឺបុរសម្នាក់ដែលផ្ទះនៅជិតវាលស្រែគាត់ត្រូវបានរកឃើញនៅព្រឹកដោយស្នាមរបួសធ្ងន់លើរាងកាយដីជុំវិញផ្ទះមានស្នាមជើងជ្រៅច្រើនជាងមុនស្នាមនោះនាំទៅវែលហើយបាត់ទៅក្នុងព្រែកពេលនោះភូមិមិនអាចស្ងប់ទៀតបានទេសំឡេងយំសំឡេងស្រែកសំឡេងអំពាវនាវទៅព្រះដែលគេមិនហ៊ានដាក់ឈ្មោះចាប់ផ្ដើមលេតឡើងមនុស្សខ្លះនិយាយថាវាជាទោសមនុស្សខ្លះនិយាយថាមានអ្វីមួយត្រូវបានរំលោភអ្នកចាស់ម្នាក់មករកខ្ញុំភ្នែកគាត់មើលមកខ្ញុំដោយអារម្មណ៍ដែលខ្ញុំមិនធ្លាប់ឃើញមិនមែនកំហឹងទេតែការភ័យដែលចូលចិត្តលះគាត់និយាយថាវេនមិនទាន់បញ្ចប់ខ្ញុំឆ្លើយថាវេននោះគួរតែបញ្ចប់ជាមួយឪពុកខ្ញុំគាត់មិនឆ្លើយគាត់ត្រឹមតែបត់មុខទៅទិសព្រីដោយអ្នកដែលដឹងថាពេលវេលាសម្រាប់ពាក្យបានផុតទៅហើយយប់នោះខ្ញុំដឹងថាអ្វីមួយបានភ្ញាក់មិនមែនព្រះមិនមែនការពារតែអ្វីមួយដែលភូមិនេះធ្លាប់ចិញ្ចឹមហើយអេឡិនវាចាប់ផ្ដើមដើរតាមផ្លូវដែលគេគិតថាបានបិទរួចហើយបន្ទាប់ពីការស្លាប់មនុស្សទី1ភូមិចំការត្រពាំងឈើទាលមិនអាចហៅថារស់ដូចមុនទៀតបានពេលព្រឹកមនុស្សភាគច្រើនមិនចេញពីផ្ទះវាលស្រែស្ងៀមដូចស្រែដែលត្រូវបានបោះបង់ព្រែក
มันមានសំឡេងទឹករអិលដូចមុនទៀតទេទឹកនៅស្ងប់ដូចកញ្ចក់ដែលកំពុងស្ដាប់អ្នកចាស់ជួបគ្នានៅវត្តតែការជួបនោះមិនមានពាក្យទេពួកភេអង្គុយជុំគ្នាមើលទៅដីឬមើលទៅទឹកព្រៃពេលមាននរណាម្នាក់និយាយគាត់និយាយដោយសំឡេងទាបដូចកុំឲ្យអ្វីមួយឮខ្ញុំមិនត្រូវបានហៅចូលរួមទេប៉ុន្តែខ្ញុំដឹងថាអ្វីទាំងអស់កំពុងត្រឡប់មកខ្ញុំយប់ទី6បន្ទាប់ពីពិធីសពខ្យល់បក់ខុសធម្មតាវាមិនបក់ពីព្រៃចូលភូមិទេតែបក់ពីវាលស្រែឆ្លងកាត់ផ្លូវដីមកប៉ះជញ្ជាំងផ្ទះខ្ញុំអង្គុយជិតម្ដាយស្ដាប់សំឡេងនោះគាត់កាន់ឈើឆ្កាងដៃរឹងជាងធម្មតាពេលយប់ចូលជ្រៅខ្ញុំឮសំឡេងអ្វីមួយដើរមិនមែនសំឡេងជើងសត្វទេវាធ្ងន់យឺតហើយមានចង្វាក់រាល់ជំហានវាធ្វើឲ្យដីញាប់បន្តិចដូចអ្វីមួយធំដែលដឹងថាមិនចាំបាច់ប្រញាប់ឆ្កែភូមិមួយស្រែកឡើងម្ដងស្រែកខ្លាំងដូចស្រែកសុំជួយហើយបន្ទាប់មកស្ងប់ភ្លាមស្ងប់ដូចសំឡេងដែលត្រូវបានបិទដោយដៃធំមួយព្រឹកឡើងមនុស្សពីរនាក់មិនត្រឡប់មកពីវាលស្រែមនុស្សភូមិចេញទៅរកហើយឃើញផ្លូវដីត្រូវបានគេបំផ្លាញមានស្នាមជើងជ្រៅច្បាស់ថាជាជើងពីរជើងធំធ្ងន់ដែលជ្រៀតចូលដីដូចអ្នកឈរយូរពេកនៅកន្លែងតែមួយស្នាមនោះនាំពីវាលស្រែចូលទៅចាយព្រៃហើយបាត់ទៅក្នុងស្មៅខ្ពស់ពេលនោះគ្មាននរណាអាចនិយាយថាវាជាសត្វទៀតបានទេវាឈរវាដើរដោយជើងពីរល្ងាចថ្ងៃនោះមេឃស្កាមានពណ៌ដូចដីក្រហមចាស់ខ្ញុំឈរនៅក្រោមផ្ទះមើលទៅវាលស្រែនៅចន្លោះស្មៅខ្ពស់អ្វីមួយកំពុងលេចឡើងដំបូងខ្ញុំគិតថាជាមនុស្សខ្ពស់ម្នាក់ឈរយឺតបន្ទាប់មកខ្ញុំដឹងថាខ្ញុំខុសវាឈរលើជើងពីរតែឈរមិនត្រង់ខ្នងវាកោងដូចរបស់ដែលបានដឹកទម្ងន់យូរពេករាងកាយវាធំហើយធ្ងន់ស្មាវែងថ្លឹកចុះដៃវែងជាងមនុស្សធម្មតាដោយដៃដែលមិនត្រូវបានប្រើសម្រាប់ការចាប់យកតែសម្រាប់ការរុញហើយបំបែកស្បែកវាមានពណ៌ដូចដីស្រែស្ងួតប្រះបាក់ហាក់ដូចជាមិនធ្លាប់ឃើញទឹកស្អាតឡើយនៅកន្លែងខ្លះស្បែកវារឹងដូចសម្បកឈើចាស់នៅកន្លែងខ្លះវាធ្វើឲ្យគិតទៅដល់ដីដែលត្រូវបានដាក់សម្ពាធយូរពេកក្បាលវាមានទំហំធំប៉ុន្តែមិនមានមុខមនុស្សឡើយមុខវាមិនមានច្រមុះដែលអាចហៅថាច្រមុះទេមិនមានភ្នែកដែលអាចហៅថាភ្នែកមនុស្សនៅទីដែលគួរជាមុខមានតែផ្ទៃមិនស្មើសង់ដូចដីដែលត្រូវបានច្របាច់បង្កើតជារុនជ្រៅពីរដែលមើលមកមិនដឹងថាមើលអ្វីមាត់វាធំហើយទាបបើកបន្តិចដូចអ្វីមួយដែលមិនចាំបាច់បិទទៀតទេខ្ញុំឃើញធ្មេញមិនស្មើមិនមុតដូចធ្មេញដែលត្រូវបានប្រើសម្រាប់ការចុចហើយបំផ្លាញមិនមែនសម្រាប់ការញ៉ាំអាហារដោយរីករាយទេវាមិនស្រែកវាមិនឯកវាមិនបង្ហាញអារម្មណ៍វាគ្រាន់តែឈរមួយផ្លែតដូចអ្វីមួយដែលកំពុងប្រកាសថាវាអាចឈរបានវិញហើយបន្ទាប់មកវាចាប់ផ្ដើមដើររាល់ជំហានវារុនដីចេញពីក្រោមជើងស្រូវបែកដូចត្រូវគេបុកដោយដោងធំព្រែកតូចមួយបាក់ច្រាងពេលវាឆ្លងកាត់ដូចទឹកមិនអាចទប់ទម្ងន់នោះបានមនុស្សម្នាក់នៅចៃវាលឃើញវាមុនគេគាត់ស្រែកហើយរត់សំឡេងជើងគាត់លឿនតែមិនលឿនជាងការដើររបស់វាទេវាមិនរត់តែមិនចាំបាច់រត់វាដើរតាមផ្លូវត្រង់ដោយអ្នកដែលដឹងថាអ្វីនៅមុខនឹងមិនអាចគេចបានទេពេលវាឈានដល់គាត់វាលើកដៃមួយធំដៃដែលមានម្រាមដៃតិចជាងមនុស្សហើយថ្គប់ជាងវារុនមិនមានភាពប្រញាប់សំឡេងឆ្អឹងបែកមិនខ្លាំងទេតែច្បាស់ដូចឈើស្ងួតបាក់ក្រោមជើងវាមិនឈប់មើលវាមិនងាកមកស្ដាប់សំឡេងមនុស្សផ្សេងទៀតវាបន្តដើរដោយការងារដែលមិនត្រូវបានបញ្ចប់ភូមិផ្ទុះសំឡេងស្រែកសំឡេងយំសំឡេងអំពាវនាវទៅអ្វីដែលមានមុខមនុស្សរត់ទៅគ្រប់ទិស
វាមិនជ្រើសរើសវាចាប់អ្វីដែលនៅលើផ្លូវវាខ្ញុំរត់ទៅរកម្ដាយគាត់នៅក្នុងផ្ទះមុខស្ងប់តែភ្នែកគាត់ដឹងគាត់និយាយថាវាឈរឡើងហើយខ្ញុំឆ្លើយថាបាទនៅចម្ងាយមនុស្សម្នាក់ចាស់ឃើញវាហើយបត់មុខចេញគាត់មិនហ៊ានមើលមុខវាទេគាត់និយាយតែមួយម៉ាត់ថាកុំមើលវាយូរយប់នោះភូមិចំការត្រពាំងឈើទាលឃើញច្បាស់ថាអ្វីដែលគេហៅថាព្រះមិនមែនអង្គុយនៅទីណាមួយទេវាឈរវាដើរហើយវាមិនចាំបាច់មានមុខមនុស្សដើម្បីយកជីវិតមនុស្សយប់នោះគ្មាននរណាដេកទេភូមិចំការត្រពាំងឈើទាលភ្លឺដោយភ្លើងទៀននិងភ្លើងព្រេងតូចៗដែលមនុស្សយកមកដាក់មុខផ្ទះដោយសញ្ញាថានៅទីនេះនៅមានអ្នករស់ប៉ុន្តែគ្មានភ្លើងណាមួយអាចធ្វើឲ្យអ្វីៗមើលទៅមានសុវត្ថិភាពបានទៀតទេសំឡេងដាវធ្ងន់ធ្ងរនៅចុងភូមិបន្តទៅមុខដោយមិនប្រញាប់ដោយអ្វីមួយដែលមិនចាំបាច់ខ្លាចការប្រញាប់វាមិនលះខ្លួនទៀតទេវាដើរឆ្លងកាត់ផ្លូវភូមិដោយជើងពីរជើងធំធ្ងន់ដែលបោះស្នាមជ្រៅលើដីក្រហមរាល់ទីកន្លែងដែលវាឆ្លងកាត់របងរស័យបាក់ជាជាងឈើប្រែកផ្ទះដែលមនុស្សគិតថារឹងមាំត្រូវបានបង្ហាញថាខ្សោយដោយដីស្រែស្ងួតមនុស្សមិនស្រែកទៅរកវាទៀតទេពួកគេស្រែកទៅរកគ្នាហៅឈ្មោះកូនម្ដាយប្តីប្រពន្ធដើម្បីប្រកាសថាអ្នកដែលគេហៅនៅតែឆ្លើយអ្នកដែលមិនឆ្លើយត្រូវបានទុកឲ្យស្ងៀមដូចរឿងដែលគេមិនហ៊ាននិយាយចេញមាត់ខ្ញុំអង្គុយជិតម្ដាយនៅក្នុងផ្ទះដែលទ្វារត្រូវបានបិទដោយឈើនិងខ្សែគាត់កាន់ឈើឆ្ខាងដៃរឹងតែទម្ងន់មុខគាត់ស្ងប់ខ្ញុំឮដង្ហើមរបស់គាត់យឺតប៉ុន្តែមានទម្ងន់ដូចមនុស្សដែលដឹងថាអ្វីៗបានឆ្លងកាត់ចំណុចដែលមិនអាចត្រឡប់ក្រោយបានទៀតទេពេលវាដើរជិតមកភ្លើងទៀននៅលើជញ្ជាំងរំញើខ្ញុំឮសំឡេងអ្វីមួយកោសលើដីមិនមែនដើម្បីស្វែងរកទេប៉ុន្តែដូចអ្នកដែលដឹងថាអ្វីៗនៅទីនេះរួចហើយវាដឹងថាមនុស្សនៅក្នុងផ្ទះនេះនៅវត្តអ្នកចាស់ប្រមូលគ្នាជុំគ្នាពួកគេមិនអំពាវនាវទៀតទេពាក្យដែលចេញពីមាត់ពួកគេមិនមែនជាការសុំទេប៉ុន្តែជាការប្រឡងនយោបាយអ្នកចាស់ម្នាក់និយាយថាយើងធ្លាប់គិតថាវេនគ្រាន់តែស្លាប់ម្នាក់ទៀតបន្តដោយមិនមើលទៅក្រៅវត្តតែវាមិនមែនស្លាប់ទេវាជាអ្វីដែលត្រូវមានអ្នកទទួលពួកគេចាប់ផ្ដើមនិយាយពីរឿងចាស់មិនមែនរឿងលេងទេប៉ុន្តែរឿងដែលធ្លាប់កើតឡើងពេលដែលភូមិនេះមិនទាន់មានស្រូវច្រើនពេលដែលជំងឺធ្លាប់យកមនុស្សតែរាប់ដប់ពេលដែលមានអ្វីមួយលេចចេញពីដីអ្វីមួយដែលឈរលើជើងពីរហើយអាចបំផ្លាញឬទុកឲ្យរស់តាមរបៀបរបស់វាវិញពួកគេមិនហៅវាថាព្រះទេនៅដើមពួកគេហៅវាថាអ្វីដែលនៅក្រោមតែពេលវាលែងសម្លាប់វាលែងដើរវាលែងបំផ្លាញពួកគេចាប់ផ្ដើមហៅវាថាព្រះមិនមែនព្រោះវាល្អទេប៉ុន្តែការហៅវាថាព្រះធ្វើឲ្យការស្លាប់មានន័យរៀងរាល់5ឆ្នាំមួយមនុស្សម្នាក់ត្រូវទៅមនុស្សនោះត្រូវឈរជំនួសត្រូវធ្វើឲ្យវាស្ងប់ប៉ុន្តែវាមិនគ្រប់គ្រាន់អ្នកចាស់ម្នាក់និយាយថាត្រូវមានអ្នកនៅរស់និយាយថាវាជាការងារមិនមែនជាការបាត់បង់ពេលនោះទ្វារត្រូវបានបិទអ្វីដែលឈរនោះត្រឡប់ទៅក្រោមវិញអ្នកចាស់ស្ងៀមពួកគេដឹងថាលើកនេះទ្វារមិនបានបិទភ្នែកពួកគេមើលមកខ្ញុំគ្មានការអំពាវនាវខ្លាំងឡើងគ្រាន់តែការយល់ថាអ្វីបានបែកបាក់ព្រោះខ្ញុំនិងម្ដាយមនុស្សម្នាក់និយាយថាបើនិយាយពាក្យនោះទៅលើនេះវាអាចឈប់ពាក្យនោះកោះឡើងតាមផ្លូវភូមិដូចខ្យល់លើស្មៅស្ងួតមនុស្សខ្លះរត់មកផ្ទះខ្ញុំមនុស្សខ្លះយំមនុស្សខ្លះសុំដោយមិនហ៊ាននិយាយច្បាស់ថាសុំអ្វីខ្ញុំមើលទៅម្ដាយគាត់អង្គុយស្ងប់ដោយដើមឈើចាស់ដែលបានឃើញរឿងច្រើនពេកខ្ញុំសួរគាត់ដោយភ្នែកគាត់រកក្បាលយឺតគាត់និយាយថាបើយើងហៅវាថាការងារនោះមនុស្សដែលទៅមិនបានទៅជាមនុស្សទៀតទេពាក្យនោះធ្ងន់ជាងសម្លេងជើងដែលដើរនៅក្រៅខ្ញុំចេញទៅក្រៅមនុស្សភូមិឈរជុំវិញខ្លះកាន់ដំបងខ្លះកាន់ដៃទទេនៅចុងផ្លូវខ្ញុំឃើញវាឈរលើជើងពីរខ្នងកោងដៃធ្លាក់ចុះ
គ្មានអាណាមើលមុខវាយូរទេមនុស្សបត់បុកចេញដោយការមើលវាយូរអាចធ្វើឲ្យខ្លួនឯងคล้ายជាអ្វីមួយដែលមិនគួរត្រូវមើលខ្ញុំនិយាយថាឪពុកខ្ញុំត្រូវបានសម្លាប់ខ្ញុំមិនទទួលស្គាល់ការសម្លាប់ថាជាការការពារទេសំឡេងខ្ញុំមិនខ្ពស់ទេប៉ុន្តែវាធ្វើឲ្យមនុស្សស្ងប់វាមិនឈប់វាមិនបត់បឹកស្ដាប់វាដើរតាមអ្វីដែលមិនបានបិទយប់នោះវាសម្លាប់មនុស្សជាច្រើនមិនមែនដោយកំហឹងទេប៉ុន្តែដោយភាពមិនអើពើវាដើរឆ្លងកាត់ផ្ទះដែលគេធ្លាប់ជឿថាសុវត្ថិភាពវាបំបែកអ្វីដែលមនុស្សហៅថាប្រពៃណីពេលមេឃចាប់ផ្ដើមផ្លាស់ពណ៌ខ្ញុំដឹងថាការទទួលស្គាល់មកយឺតក្រោយហើយទ្វារមិនអាចបិទវិញបានទៀតទេពេលព្រឹកមិនទាន់រះក្លឹមដឹងថាយើងត្រូវចាក់ចេញមិនមែនព្រោះសេចក្តីសង្ឃឹមទៀតទេប៉ុន្តែព្រោះការរស់នៅបានคล้ายជាអ្វីដែលមិនអាចរក្សាទុកនៅទីនេះបានសំឡេងដើរធ្ងន់ធ្ងរនៅចុងភូមិនៅតែបន្តដួចញាលិកាដែលមិនចេះឈប់រាល់ជំហានរបស់វាគឺជាការរាប់ថយក្រោយសម្រាប់ភូមិចំការត្រពាំងឈើទាលខ្ញុំយកអ្វីដែលអាចយកបានកាបូបមួយអាវពីរសម្លាស់និងទឹកបន្តិចម្ដាយអង្គុយរងចាំដូចមុខស្ងប់ខ្ញុំជួយគាត់ឈរពាក់ស្បែកជើងហើយអោបគាត់ជាប់ខ្លួនជើងគាត់មិនអនុញ្ញាតឲ្យដើរឆ្ងាយទេដូច្នេះខ្ញុំដឹកគាត់លើស្មាគាត់មិនតវ៉ាគាត់គ្រាន់តែដាក់ដៃលើទ្រូងខ្ញុំដូចអ្នកដែលទុកជីវិតឲ្យអ្នកដទៃកាន់ពេលយើងចេញពីផ្ទះភ្លើងទៀនជាច្រើនមុខផ្ទះជុំវិញបានរលត់ទៅហើយមនុស្សខ្លះនៅតែយំខ្លះទៀតនៅតែរត់ដោយមិនមានទិសខ្ញុំឮសំឡេងឈើបែកសំឡេងដីញ័រសំឡេងអ្វីមួយធំធំកំពុងឆ្លងកាត់ផ្លូវដីវាមិនឆ្លើយសំឡេងមនុស្សទៀតទេវាឆ្លើយតែអ្វីដែលមិនបានបិទយើងជ្រើសរើសផ្លូវមួយឆ្លងកាត់វាលស្រែទឹកនៅចង្អោរមិនចលនាស្រូវបែកស្ទើរគ្រប់ទីកន្លែងដូចស្រែដែលត្រូវបានឆ្លងកាត់ដោយអ្វីមួយធំពេកខ្ញុំដើរយឺតដើម្បីកុំឲ្យម្ដាយរងរបួសរាល់ជំហានខ្ញុំមានអារម្មណ៍ថាដីក្រោមជើងកំពុងចងចាំអ្វីមួយពីក្រោយយឿនសំឡេងដើរនោះកាន់តែជិតខ្ញុំមិនងាកមើលទេម្ដាយក៏មិនសុំឲ្យខ្ញុំមើលដែរគាត់និយាយតែមួយម៉ាត់កុំត្រឡប់ក្រោយពាក្យនោះមិនមែនជាការព្រមានទេវាគឺជាការបញ្ចប់ពេលយើងជៀនទៅដល់ចាយព្រៃខ្ញុំឮសំឡេងស្រែកចុងក្រោយពីភូមិសំឡេងមនុស្សម្នាក់ហៅឈ្មោះអ្នកដទៃដោយមិនមានអ្នកឆ្លើយបន្ទាប់មកសំឡេងនោះត្រូវបានលេបបាត់ដូចទឹកចូលដីខ្ញុំដឹងថាពេលនោះភូមិបានបាត់បង់អ្វីដែលគេហៅថាប្រកាជារៀងរាល់ពន្លឺព្រឹកចាប់ផ្ដើមរះពេលយើងឈប់នៅលើភ្នំទាបមួយខ្ញុំដាក់ម្ដាយអង្គុយលើថ្មហើយទាំងពីរយើងមើលត្រឡប់ទៅទីដែលធ្លាប់ជាភូមិពន្លឺថ្ងៃបង្ហាញអ្វីដែលយប់លះផ្ទះបាក់ផ្លូវខូចស្រូវបែកនៅចន្លោះអ្វីនោះអ្វីមួយធំកំពុងដើរយឺតដូចមនុស្សដែលកំពុងស្វែងរកអ្វីដែលបាត់បង់វាមិនតាមយើងមកទេវាមិនចាំបាច់តាមវាមានអ្វីគ្រប់យ៉ាងនៅទីនោះជីវិតដែលមិនបានទទួលស្គាល់និងការបាត់បង់ដែលត្រូវបានហៅថាការតាប់កិត្តម្ដាយមើលទៅទិសនោះយូរភ្នែកគាត់មិនមានទឹកភ្នែកគាត់និយាយថាឪពុកកូនគិតថាកូននឹងនិយាយពាក្យនោះខ្ញុំឆ្លើយថាខ្ញុំដឹងគាត់បន្តថាគាត់មិនខុសទេហើយកូនក៏មិនខុសដែរពាក្យនោះធ្វើឲ្យខ្ញុំដឹងថាគាត់បានដឹងអ្វីតាំងពីដើមគាត់ដឹងថាប្រការដែលត្រូវបាំងដោយជីវិតមិនមែនប្រការទេគាត់ដឹងថាភូមិនេះរស់បានយូរព្រោះមនុស្សជាច្រើនបានស្ងៀមនឹងទទួលយឺនចេញពីព្រៃពេលថ្ងៃឡើងខ្ពស់ពីក្រោយយឺនមេឃមិនមានផ្សែងមិនមានភ្លើងភូមិមិនត្រូវបានបំផ្លាញដោយភ្លើងឬទឹកទេវាត្រូវបានបំផ្លាញដោយអ្វីដែលគេធ្លាប់ចិញ្ចឹមហើយជឿថាបានគ្រប់គ្រងវាខ្ញុំមិនដឹងថាមនុស្សប៉ុន្មានអ្នកបានស្លាប់យប់នោះទេខ្ញុំមិនចង់រាប់ខ្ញុំដឹងតែថាពេលខ្ញុំមិននិយាយពីទទួលស្គាល់នោះខ្ញុំបានបំបែកខ្សែដែលភូមិនេះចងជាមួយអតីតកាលខ្ញុំបានបោះបង់ប្រការដែលត្រូវបានទិញដោយឈាមឪពុកខ្ញុំស្លាប់ដោយជឿថាខ្ញុំនឹងបំពេញអ្វីដែលគាត់បានចាប់ផ្ដើមខ្ញុំមិនបានធ្វើភូមិដែលជឿថាការទទួលស្គាល់គឺស្វ័យប្រវត្តិបានបាត់បង់អ្វីអស់លិញខ្ញុំនិងម្ដាយនៅរស់មិនមែនជាជ័យជំនះទេប៉ុន្តែគឺជាការរស់នៅជាមួយទម្ងន់ដែលមិនអាចដាក់ចុះបានពីថ្ងៃនោះមកខ្ញុំមិនដែលត្រឡប់ទៅទីនោះទៀតទេ
ប៉ុន្តែពេលខ្ញុំដើរឆ្លងកាត់វាលស្រែឬព្រែកស្ងប់ខ្ញុំតែងតែសណ្ដាប់ដីក្រោមជើងមិនមែនដើម្បីសណ្ដាប់សំឡេងអ្វីមួយដើរឡើងវិញទេប៉ុន្តែដើម្បីចងចាំថាមានអ្វីខ្លះដែលមនុស្សមិនគួរទទួលស្គាល់ទោះបាំងប៉ុន្មានក៏ដោយអរគុណដែលបានស្ដាប់រឿងនេះបើអ្នកចូលចិត្តសូមចុច Subscribe ហើយជួបគ្នាម្ដងទៀតនៅយប់ក្រោយ